ស៊ូមីងស៊ឺហេតុអ្វីបានជាអ្នកវាយខ្ញុំ បើខ្ញុំមិនវាយអ្នកទេខ្ញុំនឹងវាយអ្នកផ្សេងហើយយើងបែកគ្នាហើយអ្នកនៅតែហៅខ្ញុំថាអូនសំឡាញ់អ្នកគ្រាន់តែធ្វើជាមនុស្សអាក្រក់តើអ្នកចង់មានន័យថាយើងបែកគ្នាហើយឬនៅនោះហើយជាអ្វីដែលអ្នកតែងតែនិយាយសុទ្ធតែផ្អែមល្ហែមនិងចែចង់ហើយឥឡូវនេះអ្នកគិតថាខ្ញុំត្រូវបានគេបោះបង់ចោលមែនទេតកដង្ហើមធំសៀវយូឈប់លេងសើចទៅដោយសារមានមនុស្សច្រើននៅជុំវិញខ្លួនការឲ្យមុខមាត់ឬការគោរពមកខ្ញុំគឺគ្រាន់តែជាការវាយប្រហារលើកទី2ប៉ុណ្ណោះសិនឈៀវយើងចប់ហើយស៊ូសេងយូព្រោះអ្នកមកទីនេះយប់នេះដើម្បីត្រឡប់ទៅរកខ្ញុំវិញមែនទេខ្ញុំអត់ទោសឲ្យអ្នកហើយវាគ្មានន័យទេក្នុងការបន្តផ្សព្វផ្សាយអ្នកណាថាខ្ញុំមកជួបអ្នកបើអ្នកមិនមកជួបខ្ញុំតើអ្នកត្រូវមករកអ្នកណាទៀតគាត់មកជួបខ្ញុំគាត់បានមកជួបខ្ញុំហេតុអ្វីបានជាគាត់ត្រឡប់មកឆែងយាវិញខ្ញុំបានឮថាឪពុករបស់ Shen Chiao និងខ្សែធនក្រុមហ៊ុនហើយបុរសចំណាស់បានបញ្ជូន Jiang Yule ត្រឡប់មកវិញដើម្បីជួយសង្គ្រោះស្ថានភាពនោះពិតជាឃោរឃៅណាស់ពួកគាត់មកជួបអ្នកតើរឿងនេះអាចទៅរួចដោយរបៀបណាវាមិនអាចទៅរួចទេគាត់កំពុងព្យាយាមឲ្យខ្ញុំខ្ចីរបស់របរវត្ថុមួយឲ្យគាត់អ្នកនិយាយថាគ្មានអ្នកណាអាចទ្រាំនឹងភាពជាប់គង់របស់ខ្ញុំបានទេអ្នកគិតខុសហើយពូឲ្យឯងលួចពូរបស់មិត្តស្រីខ្ញុំទៅតើសីលធម៌របស់ឯងនៅឯណាអ្នកជាបងច្បងរបស់ខ្ញុំហើយនាងជាមិត្តស្រីរបស់ក្មួយប្រុសរបស់អ្នកបាត់ចាសោះរែងយឺលអ្នកហើយអ្នកចាស់ទុំតាមឈ្មោះដែលពួកគេបានឲ្យនេះគឺជាការអប់រំដែលផ្ដល់ដោយគ្រូសាសេនសាលារៀនបានប្រែក្លាយទៅជាសាលារៀនតូចមួយតើខ្ញុំគួររក្សាភាពស្ងប់ស្ងាត់ដោយរបៀបណាឈប់ឆ្លោះប្រកែកគ្នាបន្ទាប់មកសន្យានឹងខ្ញុំតើខ្ញុំគួរអរគុណអ្នកទេដែលបានផ្ដល់ឱកាសឲ្យខ្ញុំសេងឈៀងចាប់ពីពេលនេះទៅយើងនឹងចែកផ្លូវគ្នាខ្ញុំនិងពូរបស់ខ្ញុំតែងតែប្រងើយកន្តើយចំពោះមនុស្សគ្រប់គ្នាសត្វឈាមត្រជាក់គាត់ពិតជាមិនអាចទ្រាំទ្រនឹងការផ្ទុះកំហឹងរបស់អ្នកបានទេមិនយូរមិនឆាប់អ្នកនឹងត្រឡប់មករកខ្ញុំវិញកុំបារម្ភអីខ្ញុំនឹងមិនត្រឡប់មករកអ្នកវិញទេតោះទៅគាត់ពិតជាបុរសមែនឥឡូវនេះពិតជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់អ្នកមានបុរសនៃគ្រួសារ Shen ទាំងពីរនាក់កំពុងវាយប្រហារស្ត្រីដូចគ្នារមៀលជីតារបស់ខ្ញុំបានលួចស្រឡាញ់មិត្តស្រីរបស់ខ្ញុំកាលពីខ្ញុំនៅក្មេងខ្ញុំបានទៅបន្ទប់ឯកជនខុសសូមអភ័យទោសខ្ញុំមិនបានយកចិត្តទុកដាក់លើលេខផ្ទះទេមិនអាក្រក់ទេវាពិតជាល្អណាស់ប្រសិនបើបានបោះគាត់ចោលនៅចំពោះមុខមនុស្សគ្រប់គ្នាថ្ងៃនេះខ្ញុំមិនអាចទប់ទល់នឹងការថប់បារម្ភរបស់អ្នកពីការបែកគ្នាបានទេខ្ញុំបាននៅផ្ទះសម្រាប់ឆ្នាំថ្មីហើយខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនបន្ទាប់ពីមួយថ្ងៃតើប្រឡំលោកចង់ឲ្យខ្ញុំតោងជាប់នឹងអ្នកទេមែនហើយតាមពិតទៅខ្ញុំខ្លាចថាប្រសិនបើខ្ញុំតោងជាប់ពេកតាំងពីដំបូងអ្នកនឹងមិនអាចទ្រាំទ្របានឡើយប៉ុន្តែខ្ញុំអាចធ្វើបានខ្ញុំអាចដោះស្រាយវាបាននោះអ្នកមានអាយុគ្រប់គ្រាន់ដើម្បីប្រគល់អាវធំរបស់អ្នកមកវិញបន្ទាប់មកខ្ញុំនឹងនាំអ្នកទៅផ្ទះមុនខ្ញុំនឹងបង់ប្រាក់បន្ថែមនៅយប់ស្អែកអរគុណពូ
ខ្ញុំមើលថាអ្នកបានលួចស្រឡាញ់លីលីដែលជាមិត្តស្រីរបស់ក្មួយប្រុសរបស់អ្នកគួរតែមានឋានៈជាអ្នកចាស់ទុំតើអ្នកអាចធ្វើរឿងបែបនេះដោយរបៀបណាស៊ូលីងយូគាត់មានការថប់បារម្ភពីការបែកគ្នាគាត់តែងតែនៅជាប់នឹងសិនឈីវរបស់យើងតាំងពីគាត់នៅតូចអ្នកកំពុងបំផ្លាញទំនាក់ទំនងរបស់ពួកគេស៊ីវយូអាចជ្រើសរើសថានាងចង់នៅជាមួយអ្នកណាអ្នកបានញ៉ាំអ្វីមួយយ៉ាងលំបាកមនុស្សនោះចង់ឲ្យអ្នកផ្ដល់កំណើតឲ្យពួកគេយើងរស់នៅហើយស្លាប់ដោយឈរគ្រួសារទាំងមូលដូច្នេះវាមិនងាយស្រួលទេហើយរឿងនេះវាពិបាកពន្យល់ណាស់លើកជង្គង់ចុះខ្ញុំនឹងធ្វើឲ្យអ្នកលុតជង្គង់ចុះហេតុអ្វីបានជាអ្នកស្ដាប់បង្គាប់ខ្លាំងម្ល៉េះពេលនិទានរឿងសពថ្ងៃនេះទៅវាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនៅមេរៀនមួយដែលអ្នកមិនត្រូវអត់អន់ឲ្យលួចពីសិស្សច្បងរបស់អ្នកទេតើអ្នកឲ្យខ្ញុំទេវាមិនមានទេខ្ញុំបានកុហកហេតុអ្វីបានជាសេចក្តីស្លាប់គួរត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្លាឃ្មុំតូចមួយគ្មានអ្នកណាចូលចិត្តអ្នកមើលទៅបែបនោះទេជីវិតគឺមួយគ្មានអ្នកណាចូលចិត្តវាទេយុវជនផ្ទះនេះប្រសិនបើយើងម្នាក់ពឹងផ្អែកលើសមត្ថភាពរៀងខ្លួនតើអ្នកពិតជាគិតថាខ្ញុំនឹងធ្វើឲ្យអ្នកវាយរហូតដល់ស្លាប់មែនទេជំនួយការពូយឺតជាងពូឲ្យសុខសប្បាយជាទេចុះឲ្យដកដង្ហើមធំវាស្ងាត់ឈឹងហើយតើពេលនេះវាកំពុងព្យាយាមតាក់ទាញអ្នកណាឥឡូវនេះតើអ្នកដឹងដោយរបៀបណាថាវាឈឺប្រសិនបើដំបងមិនវាយអ្នកគាត់រស់នៅបាន26ឆ្នាំនេះជាលើកដំបូងហើយដែលមាននរណាម្នាក់ក្រោកឈរឡើងជំនួសខ្ញុំអ្នកទើបតែឃើញថាស៊ីវយូយូបានជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់អ្នកហើយខ្ញុំបានបង្រៀនមេរៀនមួយដល់នាងរួចហើយលោកតាសិនមិនបានជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ខ្ញុំជាមួយសិនឈៀវទេគឺដោយសារតែគាត់យល់ថាខ្ញុំរំខានហើយទុកខ្ញុំឲ្យនៅម្នាក់ឯងក្នុងទីក្រុងមួយផ្សេងទៀតទើបខ្ញុំបែកពីគាត់ស៊ីវឈៀវឯងពិតជាប្រព្រឹត្តចំពោះជីតារបស់ស៊ីវយូបែបនោះមែនទេស៊ីវយូខូចចិត្តពេកហើយខ្ញុំគ្រាន់តែលេងសើចជាមួយគាត់ប៉ុណ្ណោះតើនេះក៏ជាការលេងសើចដែរឬមិនចាំបាច់ទេភ្លៀងតូចនៅខាងក្នុងរ៉ុនដតនៅយេឡិនទាំងអស់ជាកំហុសរបស់គាត់ជាអ្នកចាស់ជាងគេគ្មានវិធីណាដែលកម្មវិធីនេះគួរតែដំណើរការនៅពេលនេះទេលោកគ្រូសេន